ចានេះសូមចោលថ្មីរបស់យើងគឺខ្ញុំមកដាក់ពីរបៀបដាក់ហើយនឹងខ្ញុំមកសាក់ថ្មឲ្យមើលថាតើវាចូលអត់ពេលដែលយើងដាក់ហើយអញ្ចឹងណានេះយើងគ្រាន់សបសើយើងចូលមកបន្ទាប់មកយើងបើកកលឹះមកញុកចូលមកណាចាំបន្តិចគេញុកចូលមកហើយយើងញុកចូលនេះមកតង់ទៀតណាដើម្បីវាអប់ស្អាតញុកហើយយើងដាក់កប់ជុំហ្នឹងណាអូខេនេះដាក់ចូលកលឹះនេះមកនេះគឺអប់ស្អាតខ្លាំងមែនតើហ្មងហើយមកជើងនេះគឺយើងមានសម្រាប់ពុកចង្កេះហើយជើងមុនយើងអត់មានតែមុនថ្មីនេះគឺមានណាហើយឥឡូវគឺខ្ញុំមកសាក់ថ្មឲ្យមើលចាំមើលនេះអានេះអត់តន់ស្អាតគឺអសចេញចាចឹងនៅពេលដែលយើងដាក់ចូលនៅពេលវាចូលគឺវាលោតឆាឈីងនេះបងប្អូនចឹងមិនបាច់បារម្ភថាប្រើសោមសៅហើយអត់សាក់ថ្មឯណាគឺសាក់ថ្មធម្មតាម្ដងទៀតពេលដាក់ចូលទៅគឺវាលោតនេះឆាចេញដោយសារតែអាចាស់គឺវាមានលោតភ្លើង LED តែនេះវាអត់លោតមែនតែវាចូលធម្មតាខ្ញុំសាក់ហើយតែហើយអញ្ចឹងសោមសៅនេះអត់មានប៉ះពាល់អីដែលធ្វើឲ្យសាក់អត់ចូលណាយកដាក់សាក់ធម្មតាបានឬក៏បងប្អូនសាក់ហើយចង់ដឹងថាចូលមិនចូលយើងចុចចូលមកមើលកន្លែងសាក់មកណានេះរបៀបចុចខ្ញុំប្រាប់របៀបចុចចូល connection យក connection ហើយកន្លែងនេះវាលោតហើយអញ្ចឹងបែបហ្នឹងគឺអត់មានន័យថាបងសាក់អី